ញ៉ៃនេះបងអូនតែស្រាប់តែបងប្អូនដែលចង់ដែលបែបមានកម្រិតធ្លាប់រៀនឆ្លងកាត់ថ្នាក់ទី9ឬចប់ទី12ហើយក៏បងអាចយករង្វាន់សមាទៅគណនាក៏បានដែរតាមបងអូនហ្នឹងមានគិតក្បាច់ស្រីស្រួលជាងអញ្ចឹងវាប្រហែល55អញ្ចឹងយើងត្រូវដាក់តូចបំផុតក៏500អំពែដែរ500អំពែយើងដាក់អាគុយ100អំពែយើងត្រូវដាក់5គ្រាប់តែបើយើងដាក់អាគុយខ្នាត200អំពែយើងត្រូវដាក់3គ្រាប់ត្រូវទេបងហ្នឹងហើយត្រូវដាក់3គ្រាប់បានគ្រប់ដាក់ការធំក៏កាន់ល្អដែរគុយណាបងណាបើវាអស់លុយយើងកាន់តែច្រើនបើទៅតាមនឹងទៅឥឡូវសម្រាប់យើងចូលមើលបងប្អូនណាដែលចង់ចេះរូបមន្តសមាធិយើងដាក់មកបងតាំងសមីការមកសមីការ x មកយើងតាំងសមីការ x មកបាទរូបមន្តសមាធិយើងដាក់ម៉េច10ស្មើនឹង 100% ហើយទំហំ55អំពែហ្នឹងស្មើនឹង x នេះគឺយើងត្រូវរកតម្លៃវាហើយគេរក x វាស្មើនឹង100គុណឲ្យនឹង55ចែកនឹង10ឃើញមែនមកឃើញ550ឃើញនៅឃើញដូចគ្នាបងអានេះសម្រាប់រូបមន្តទេណាបងណាគិតក្បាច់ស្រីក៏បានដែរស្រួលអានេះសម្រាប់បងដែលចង់ចេះរូបមន្តខ្ញុំពិតរៀនអស់ហើយបាទហ្នឹងគឺយើងទាញតម្លៃ x ស្មើនឹងតម្លៃ x យើងទាញរកស្មើ550អំពែហ្នឹងវាមានលក់អត់អាគុយ550អត់មានទេអញ្ចឹងយើងគូដាក់ប្រហែលមកដាក់600អំពែតែម្ដងទៅបាទ600អំពែណាបងណា600អំពែខ្ញុំសូមបន្ថែមកន្លែងនឹងតិចបាទ600អំពែដូចបងប្អូនខ្លះគាត់ថាខ្ញុំមានអាគុយទំហំ50មួយគ្រាប់ទៅមានអាគុយទំហំ200អំពែហ្នឹងចំនួន2គ្រាប់វា400ហើយមានអាទំហំ100អំពែមួយគ្រាប់ទៀតសួរថាຂະຫນាតអាគុយខុស